ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះដែរមកបង្ហាញប្រាប់ពីរបៀបប្រើប្រាស់កម្មវិធី Gemini និងប្រូជាភាសាអង់គ្លេសមកជាភាសាខ្មែរអញ្ចឹងមុននឹងចូលទៅធ្វើការបង្ហាញសូមបងប្អូនជួយចុច Like Share និង Subscribe Channel YouTube អ្នកមួយផងដើម្បីទទួលបានវីដេអូចំណេះដឹងថ្មីៗជាច្រើនបន្ថែមទៀតអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅបង្ហាញនៅក្នុងទូរស័ព្ទដៃរបស់យើងទាំងអស់គ្នាមកផងទូរស័ព្ទរបស់យើងមកបាទបន្តមកទៀតយើងទៅមើលកម្មវិធីGemini បាទគឺកម្មវិធីមួយនេះចុចលើវាមកបាទបន្តមកទៀតយើងមើលមកខាងឆ្វេងដៃនៅខាងលើនេះកន្លែងស្ងាត់ត្រេពីចុចលើវាមកបាទមកដល់នេះដែរយើងមើលមកខាងក្រោមគេមកនៅខាងស្នាមដៃហើយរូបផ្ញើកងចាស់នេះចុចលើវាមកបន្តមកទៀតយើងស្គាល់មកដល់មករកកន្លែងពាក្យថាសិទ្ធិនេះចុចលើវាទៀតមកបាទបន្តមកទៀតយើងទៅពាក្យថា language បាទគឺរូបសញ្ញាផែនដីចុចលើវាមកបាទមកដល់នេះគឺយើងចុចទៅលើពាក្យថា English នេះតែមានរូបសញ្ញាផែនដីចុចលើវាទៀតមកបាទហើយនេះគឺយើងចុចគឺវាភាសាអង់គ្លេសចឹងយើងទៅការសិនជាបងប្អូនទៅការដូរវាមានច្រើនភាសាសិនជាបងប្អូនចង់ដូរភាសាអីបងប្អូនដាក់ភាសាហ្នឹងមកបាទគឺវាមានច្រើនចឹងបើសិនជាបងប្អូនពិបាក scroll មកពិបាករកឃើញចឹងបងប្អូនមើលមកខាងលើបាទយកសញ្ញាសើចនេះបងចុចលើវាមកចឹងយើងវាយជាអង់គ្លេសក៏បានវាយជាខ្មែរក៏បានដែរđể score là soខ្មែរយើងចឹងយើងវាយពាក្យថាដាក់ថាខ្មែរវាយប៉ុន្តែគឺវាលោតខ្មែរមកចឹងយើងចុចទៅលើវាបន្តមកទៀតយើងយកពាក្យថា restart Gemini ចុចលើវាមកគឺវាឲ្យជាភាសាខ្មែរហើយអញ្ចឹងការប្រកួតភាសាគឺមានតែប៉ុណ្ណេះទេបន្តមកទៀតយើងធ្វើការមកតាមអំពីការប្រើប្រាស់មុខងាររបស់វាវិញម្ដងបាទគឺយើងចុចទៅលើសញ្ញាលេខបូកមកគឺវាលោតមុខងារឲ្យជាច្រើនមានរូបថតកាមេរ៉ាឯកសារនិងរូបភាពតន្ត្រីនិង canvas ការហ៊ានដែលមានតម្រង់ទិសបញ្ញាផ្ទាល់ខ្លួនបានវាមានច្រើនចឹងបើសិនជាបងប្អូនចង់បង្កើតរូបភាពចាំបងប្អូនចុចទៅវាថារូបថតហ្នឹងបាទបន្តមកទៀតយើងទៅធ្វើការជ្រើសរូបភាពមួយណាដែលយើងចង់បានចង់ឲ្យgenerator មកទៅជារូបភាពមួយនោះបាទគឺយើងចង់ឲ្យដូចទាំងមុខមាត់ទាំងខោអាវក៏បានស៊ីសងនៅយើងចង់បានហើយយើងសរសេរជាអក្សរទៅពីយើងរូបចុះហើយយើងវាយអក្សរមកអញ្ចឹងយើងដាក់ថាចេះចាបើសាខ្ញុំសរសេរទុកស្រាប់នេះអញ្ចឹងមកទៅពីយើងសរសេរចឹងហើយបងប្អូនមើលខាងស្នាមដៃនេះឡាយស្ញាប់ទូនបានដល់រឿងខ្លួនចេះដូចវាទេមកបាទគឺវា generate ហើយចុះបងប្អូនធ្វើការរំចាំ flash ណាបានចូលទៅគឺវាមិនស្អីជាដូចទេបើសារខ្ញុំមិនបានវាសេថាអត់ដូច100%ចឹងវាចេញមកដូចសើដូចចឹងបងប្អូនតបទេចឹងហើយបងប្អូនខ្ញុំមកប្រាប់មុខងារបន្ថែមទៀត
bạn hãy lại nhà đi lại những gì ai lại rụng ba cả ba cái cổ nó những ai dây chỉ xong đây nếu có về ai xe kia sọ dừng lá nhà rụp đôi dừng dậy nó là chồng ghê đấy nhà in tre bay tại bị thầu đấy cứ dừng ai giờ trách đồ viết lại nét cứ dừng ai dây tới ai cái lại chỉ xong đây ngồi quên đại giaខ្ញុំមកថតជាសតគេអញ្ចឹងទៅយើងអាចចុចបំហាញប្រាប់បងប្អូនទៅទេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នេះទេអរគុណច្រើនមកការតាមជួយចុច like share និង subscribe ជាណែមួយផងដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀតអរគុណច្រើន